là hô đó chụp bẹp bầm nổ kia với nhá để xa ta quát lốp nông cá tính cho anh pé ở xây bầm nổ nông cá tính thua nhung cột bông tại nơi bộ đây bị phốt thay mày chật y on pi mà đo đồng bọn thì hay thua nhung nặc khởi cá pi tung đập nam muốn nhung từ tại bờ lỗ không vì sao cho nó vật thốt hay mau đồng bọn ní np đai chập đai ban và hai mà nam hay chập đai mau bờ lỗ được không đồng bọn san sống nè mau tí nít từ bộ kèm phốt pe năng chi tam phơi cứ ngặt chừng ngồm nơi không bộ rấy rưa có tam phơi một con bay đẹp phơi thôm hoàng ngay này tầng óc thì khơi xả cho nó sân tại ở thiên chi mà này ai nhé tầng pe ngay cái đài pro ấy vì ngặt pe tua chi từ lang một con bay vì lang stop từ hàng một con bay hàng nó với nhé có ngặt đây hay này tầng óc thì bờ mưa ở lại với khó nia mây đằng đây xả cho men ra mình nuôi trên cho tầng dục tầng ngày chia bị xét chập đam bị ion bị chập đam bạn nên nít vừa ao đầm bòn mới nít miền ca phạt đồ một mót mình nuôi chập đam score ra mình nuôi trong tinh luôn nơi ra tái này thằng ông hiện đang ở bảo vọt đầm lại cho nó thốt đan tin đấy vì miền lá vì miền cho thật tam sợi máy ca bao giờ vậy bị môn pipon nằm phòng muối chia bị xét pe đã cùng rong tầm bao tầm bốn nơi đầm bòn nè té class khổm đậm bên cả tinh bàn này vì làm luôn đậm vậy mới bao tầm bốn cứ ai tinh bàn khỏi mà tiếp pipon nằm một pipon nằm pớ nơi pe đã ion toàn bán mà pay đang pay pi pay bay tầm pay phèm mới cứ ai tinh bàn phân tay và to bị ion chập đam bao club đầm bònនេះគឺប៉ះលាកដោយសារឲ្យឡើងថ្លៃលឿនមែនតើហើយការនឹងទីផ្សារចលនាវត្ថុគឺពុះ control តម្លៃផ្ទះឡើងលឿនមនុស្សពេលខ្លះផ្ទះតែមួយមានអ្នកទិញចាំទិញ 4-5 នាក់ក៏មានដែរចរចាតម្លៃទិញព្រឹបវិឡាភ្លោះពី20ជាងស្ដើងរហូតដល់25បន្ទាប់មកឡើង30 40ក្នុងរយៈពេលតែមកព្រឹកភ្នែកអ្នកទាំងអស់គ្នាមុនកូវីដពេលហ្នឹងគឺផ្ទុះមែនតើហើយពេលឥឡូវអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាទីផ្សារចលនាវត្ថុវាអត់ល្អដូចមុនទេអញ្ចឹងអ្នកខ្លះដែលគាត់ត្រូវការលុយគាត់លក់ទៀបរហូតដល់20ជាងម៉ឺនក៏មានដែរ23 24 25ធ្លាប់មានអ្នកលក់មែននៅពេលដែលគាត់ស្ទះលុយគឺគាត់ពិតជាលក់មែនតែអ្នកដែលគាត់ទិញថ្លៃប្រកាសជាឈឺចាប់ឬមួយក៏ពិបាកនឹងដាច់ចិត្តលក់ព្រោះថាតែលក់ហើយក៏ខាតដែរអញ្ចឹងក្នុងវិស័យចលនាវត្ថុអ្នកទាំងអស់គ្នាត្រូវដឹងថាវាមានវត្តរបស់វាដូចខ្ញុំធ្លាប់និយាយអញ្ចឹងនៅពេលដែលមនុស្សបុកទិញគឺយើងនឹងទិញអចលនវត្ថុបានមិនល្អហើយដោយសារវាថ្លៃពេកហើយធម្មតាវត្តអចលនវត្ថុវាមានរៀបឡើងខ្ពស់មែនតើហើយវាប្រកាសជាត្រឹងមួយរយៈមុននឹងវាអាចចាប់ដើមកម្រើកឡើងវិញជំនាន់មុនកើនលឿនគឺដោយសារគេលុយចាក់ចូលពីខាងក្រៅច្រើនមែនតើបរទេសដែលគាត់មកខ្មែរនេះគឺគាត់ផ្ដោតតែរឿងចាក់លុយចូលដល់ពេលអញ្ចឹងចាក់តែក្នុងវិស័យចលនវត្ថុធ្វើឲ្យវិស័យមួយហ្នឹងគឺប៉ោងផ្ទុះឡើងធ្វើឲ្យតម្លៃនឹងសឹងតែប្រជាជនក្នុងស្រុកនាំគ្នាលូថាពិបាកនឹងទិញមិនតែដោយសារតែកូវីដពេលខ្លះខ្ញុំគិតថាកូវីដវាល្អម្យ៉ាងដែរដោយសារអីគេដោយសារតែធ្វើឲ្យកំសួលកម្ដៅនៃការវិនិយោគចលនាវត្ថុចាប់ផ្ដើមបន្ថយកម្ដៅហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយបើសិនជាសេដ្ឋកិច្ចពឹងតែលើអចលនវត្ថុពេកវាមានហានិភ័យមែនតើដោយសារតែរឿងហ្នឹងហើយបានធ្វើឲ្យមនុស្សចាប់ផ្ដើមងាកមករកក្នុងវិស័យផ្សេងវិញអញ្ចឹងខ្ញុំសម្រាប់ខ្ញុំនៅក្នុងវិស័យចលនាវត្ថុក៏ដោយខ្ញុំពេញចិត្តនឹងឃើញស្ថានភាពបែបនេះព្រោះថាតើតែមានវិស័យសេដ្ឋកិច្ចវិស័យផ្សេងដើរបានល្អទើបវិស័យចលនាវត្ថុអាចងើបឡើងបានអញ្ចឹងខ្ញុំឃើញមករយៈនេះចាប់ផ្ដើមមនុស្សត្រូវការតម្រូវការជួលឡើងវិញមានអ្នកទិញប៉ុន្តែក៏គាត់មិនទិញដូចមុនគឺគាត់ទិញប្រយ័ត្នប្រយែងហើយទិញលក់តតែទ្រព្យតម្លៃល្អហើយអ្នកលក់សម័យនេះគឺថាតតែគាត់ត្រូវការលុយបានគាត់លក់ព្រោះថាលក់ឥឡូវដូចខ្ញុំនិយាយអញ្ចឹងផ្ទះវិឡាភ្លោះពីមុន40ម៉ឺនអីលក់បាន20ម៉ឺនជាងវាជារឿងមួយដែលគាត់ពិបាកនឹងដាច់ចិត្តលក់អញ្ចឹងទោះតែគាត់ត្រូវការលុយមែនទេមិនគាត់លក់ហើយចង់លក់បានតម្លៃដែលល្អចាប់ដូចចិត្តមិនងាយទេអ្នកទាំងអស់គ្នាអញ្ចឹងការវិនិយោគចលនាវត្ថុវាជារឿងមួយដែលថាការសម្រេចចិត្តគឺសំខាន់មែនតើពេលដែលសម្រេចចិត្តខុសអាចខាតលុយដូចអ្នកដែលគាត់ទិញនៅក្នុង2017 18 19អីហ្នឹងមកលក់ក្នុងពេលបច្ចុប្បន្នគឺខាតខ្លាំងមែនតើប៉ុន្តែបើសិនជាគាត់ចូលមុន2013 14អី15អីនៅតម្លៃល្អគាត់នៅតែមានឱកាសលក់ទៅក៏ចំណេញខ្លះដែរតែបើថាចូលក្រោយៗមកនេះភាគច្រើនគឺដាក់ទៅផ្លុំហ្មងអ្នកខ្លះរហូតដល់ជពាក់បំណុលគេវិញដោយសារអីដោយសារតែគាត់លោភក្នុងការទិញច្រើនពេកខ្ចីបំណុលក្នុងការទិញធ្វើឲ្យបំណុលកើនការប្រាក់
តែដល់ពេលបច្ចុប្បន្នតម្លៃទ្រព្យវាធ្លាក់គាត់លក់ហើយវាអត់ស្មានតម្លៃដែលគាត់ទិញទៀតធ្វើឲ្យគាត់ចាប់ដើមរោមខ្លួនមែនតើអញ្ចឹងហើយខ្ញុំអាចនិយាយបានថាការវិនិយោគវិស័យចលនាវត្ថុគឺมันសម្រាប់អ្នកគ្រប់គ្នាទេត្រូវការជំនាញត្រូវការការប្រយ័ត្នប្រយែងត្រូវការការវិភាគត្រូវការ cash flow កុំផ្ដោតតែរឿងអចលនវត្ថុពេកហើយសម្រាប់ខ្ញុំក៏ខ្ញុំអត់ចង់ឲ្យគ្រប់គ្នាផ្ដោតតែរឿងអចលនវត្ថុព្រោះថាតែពេលមានលុយចាំទិញមាន cash flow ចាំទិញព្រោះវិស័យផ្សេងទៀតចម្រើនបានមានតម្រូវការអចលនវត្ថុបានធ្វើឲ្យទ្រព្យតម្លៃទ្រព្យហ្នឹងវាកើនឡើងហើយបច្ចុប្បន្ននេះខ្ញុំជឿជាក់ថាវាល្អដោយសារតែមនុស្សចាប់ផ្ដើមងាកទៅលើវិស័យផ្សេងដែលធ្វើឲ្យសន្ទុះនៃការរីកចម្រើនវាកាន់តែប្រសើរជាងមុនការឡើងក៏វាធ្វើឲ្យវាឡើងតាមគេហៅថាតម្រូវការទីផ្សារដែលมันដូចមុនណាពីមុនឡើងវាលឿនពេកដល់ពេលឡើងលឿនពេកវាហានិភ័យទៅលើការឡើងការពពុះសាប៊ូវាធ្វើឲ្យសេដ្ឋកិច្ចអត់សូវល្អទេអញ្ចឹងហើយពេលខ្លះអរគុណ COVID ដែរដែលធ្វើឲ្យយើងបាត់ខ្លួនអត់ផ្ដោតទៅរឿង real estate ធ្វើឲ្យយើងមានការប្រយ័ត្នប្រយែងធ្វើឲ្យយើងចេះរៀននៅអ្វីដែលថ្មីចាប់ផ្ដើមចាប់នៅខាងបច្ចេកវិទ្យាដើម្បីបាត់ខ្លួនឲ្យតាមទាន់សម័យកាលហើយវិស័យចលនាវត្ថុទៀតអ្នកដែលនៅបានយូរគឺជារឿងមួយដែលថាអ្នកស្រឡាញ់មែនទេគាត់នៅហើយខ្ញុំនៅតែជឿជាក់ថាវិស័យចលនាវត្ថុគង់តែងើបឡើងវិញប៉ុន្តែសូមអ្នកទាំងអស់គ្នាត្រូវចាំថាវាអត់អាចកើនដូចមុនផ្ទុះដោយពពុះសាប៊ូបើផ្លែចំណេញរាល់លានរាល់កោទេគឺថាបើសិនជាចង់ចូលក្នុងវិស័យចលនាវត្ថុគឺគិតដោយវិស័យអាជីវកម្មផ្សេងអញ្ចឹងអត់អាចគិតថាចំណេញកប់ក្តៅដូចមុនលឿនថាជាអ្នកមានលឿនទេព្រោះអាចនឹងបាក់កហើយអ្នកទាំងអស់គ្នាឃើញហើយមានអ្នកបាក់កច្រើនមែនតើក្នុងចំនួនក្រោយ COVID ហ្នឹងអញ្ចឹងការវិនិយោគគឺជារឿងមួយដែលអ្នកទាំងអស់គ្នាត្រូវរៀនហើយបើសិនជាអាចនៅជុំវិញមិត្តដែលគាត់ចេះវិភាគឲ្យបានច្រើនគឺជារឿងល្អមួយអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចែករំលែកគឺមួយផ្លែត10ឆ្នាំមួយផ្លែតធ្វើឲ្យខ្ញុំមើលឃើញពីវត្តនៃទីផ្សារធ្វើឲ្យខ្ញុំចាប់ផ្ដើមហៅតែប្រយ័ត្នប្រយែងជាងមុនហើយអរគុណខ្លួនឯងមែនតើដែលធ្វើអីដែលតែងតែប្រយ័ត្នប្រយែងដែលអាចធ្វើឲ្យខ្លួនឯងហ្នឹងឈរជើងមកដល់សពថ្ងៃនេះបាន